បាទព័ត៌មានទី1នេះគឺពីប្រទេសកម្ពុជាដែលថៃប្រើតាក់ទិកមិនធ្លាប់មានពីពេលមុនមកគឺមានការចាក់ភ្លេងរំខានដោយសំឡេងខ្មោចសំឡេងអីហ្នឹងរំខានទៅដល់ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃច័ន្ទបាទហើយនៅភូមិជោគជ័យក៏ប៉ុន្តែកម្ពុជាក៏បានអញ្ជើញអ្នកសង្កេតការអាស៊ានបណ្ដោះអាសន្ននេះទៅពិនិត្យមើលស្ថានភាពនៅទីនោះហើយទន្ទឹមគ្នានោះដែរគឺខាងមជ្ឈមណ្ឌលជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់កម្ពុជាក៏បានដាក់ពាក្យបណ្ដឹងផងដែរទៅខាងអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការរំខាននឹងការធ្វើឲ្យប៉ះពាល់ដល់ស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជាហើយនៅចុងម៉ោងខ្ញុំនឹងឲ្យយោបល់អំពីតាក់ទិកដែលមិនធ្លាប់មានដែលថៃប្រើទៅវិញថាតើអាចអនុវត្តបានឬមិនបានបាទខ្ញុំសូមដកស្រង់ពីខាងក្រសួងការពារជាតិរបស់កម្ពុជាគឺតាមរយៈអ្នកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសកម្ពុជានឹងបានបញ្ជាក់ថានៅវេលាម៉ោង11:00យប់ថ្ងៃសៅរ៍ទី11ខែតុលាឆ្នាំ2025គឺក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាបានសម្របសម្រួលឲ្យអ្នកសង្កេតការអន្តរកាល IOT អញ្ជើញទៅពិនិត្យទីតាំងជាក់ស្ដែងនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍ក្រោយពីទទួលបានព័ត៌មានថាមានការចាក់ទង់បាសបំពងសម្លេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជារួមមានទាំងអ្នកឈឺមនុស្សចាស់កុមារនិងជនពិការនៅពេលយប់ស្ងាត់សម្លេងរួមមានសម្លេងខ្មោចសម្លេងឆ្កែព្រុសនិងសម្លេងឆ្កែលូជាដើមបាទនេះគឺជាអ្វីដែលបានរាយការណ៍មកហើយបើតាមសេចក្តីរាយការណ៍មួយចំនួនទៀតដែលខ្ញុំពិនិត្យមើលឃើញគឺថានៅពេលដែលក្រុមអ្នកសង្កេតការទៅដល់បែរជាថៃចាក់ទៅជាចាក់សេចក្តីជូនដំណឹងណាទៅពីទៅវិញបាទគឺគាត់បង្វែងដានបាទគឺជាតាក់ទិញមួយក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយគាត់ឆ្លាតយ៉ាងណាក៏ប៉ុន្តែខាងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅហើយបាទដើម្បីឲ្យបានទៅដល់បាទឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវបានដឹងនេះបើតាមការប្រកាសនៅក្នុង Facebook របស់ខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគឺតាក់ទងជាមួយនឹងការប្រើប្រាស់សម្លេងរំខានរបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាបាទដោយដែលធ្វើឡើងដោយយោធារបស់ថៃបាទហើយខ្ញុំសូមអានសេចក្តីថ្លែងការណ៍នឹងតិចដើម្បីឲ្យជាព័ត៌មានទៅដល់ប្រិយមិត្តទាំងអស់គ្នាក៏ប៉ុន្តែមិនទាំងស្រុងនោះទេគឺបើយោងតាមសេចក្តីប្រកាសរបស់ខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងគឺបានរៀបរាប់អំពីការដាក់មានសម្លេងខ្មោចលងសម្លេងចាក់រំខាននឹងគឺឮខ្លាំងចាប់ពីម៉ោង 10:44 នាទីរសៀលដល់ម៉ោង 12:04 នាទីកណ្ដាលរាត្រីនិងបន្តចាក់សម្លេងរំខានជាយន្តហោះពីម៉ោង 3:22 នាទីរហូតដល់ម៉ោង 3:45 នាទីទៀបភ្លឺដែលមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជាដែលរស់នៅក្នុងសហគមន៍ក្បែរនេះសម្លេងទាំងនេះត្រូវបានចាត់ទុកថាជាសម្លេងខ្លាំងនិងមានកម្រិតខ្ពស់ក្នុងរយៈពេលយូរបានបង្កការរំខានដល់ការទទួលទានដំណេកធ្វើឲ្យថប់អារម្មណ៍និងបង្កឲ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះរួមទាំងស្ត្រីកុមារចាស់ជរាមានជនពិការនិងអ្នកជំងឺសកម្មភាពបែបវិធានសាសនានិងបង្កហេតុទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេថែមទាំងជាការគំរាមកំហែងនិងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផងសកម្មភាពទាំងនេះមិនគួរមាននៅក្នុងសង្គមដែលមានអរិយធម៌និងផ្ទុយទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលប្រកាន់ខ្ជាប់សន្តិភាពនិងសិទ្ធិមនុស្សនិងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិទាំងអស់បាទដូច្នេះខាងគណៈកម្មាធិការបានយោងទៅលើច្បាប់មួយចំនួនណាដែលធ្វើយ៉ាងណាហើយក៏បានស្នើឲ្យខាងអង្គការសិទ្ធិមនុស្សទទួលបន្ទុកសិទ្ធិមនុស្សហ្នឹងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺទី1ដូចពីដើមស៊ើបអង្កេតជាបន្ទាន់ណាអំពីការប្រើប្រាស់សម្លេងរំខានដោយកងទ័ពថៃនៅតាមព្រំដែនកម្ពុជាថៃនឹងធានាឲ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សនេះហើយទី2អំពាវនាវឲ្យបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជាជាពិសេស
ការប្រើប្រាស់សម្លេងរំខាននៅពេលយប់អាធ្រាត្រទី3ធានាការការពារនិងការផ្ដល់ជំនួយវិជ្ជាសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងដល់ជនរងគ្រោះព្រមទាំងស្ត្រីកុមារនិងមនុស្សចាស់និងទី4លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃដើម្បីទប់ស្កាត់ការកើតឡើងវិញនៅភាពតានតឹងនិងប្រកាន់ខ្ជាប់នៅការគោរពស្មារតីនៃកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃបាទនេះគឺជាអ្វីដែលភាគីកម្ពុជាស្នើឡើងក្នុងពេលនោះដែរគឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងគឺបានបញ្ជាក់ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់ដោយឥតងាករេចំពោះសិទ្ធិមនុស្សអធិបតេយ្យភាពនិងសិទ្ធិនិងសន្តិភាពស្របតាមច្បាប់អន្តរជាតិប៉ុន្តែសកម្មភាពដោយបំពាននិងយាយីមកលើប្រជាជនគឺมันអាចលើកលែងឲ្យបានឡើយបាទហើយមានបន្តទៀតបាទខ្ញុំសូមបញ្ចប់លិខិតនេះត្រឹមតែប៉ុណ្ណេះដើម្បីជូនជាដំណឹងដល់ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងគឺបានន័យថាកម្ពុជាបានប្តឹងទៅខាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សហើយផងដែរបាទអ្វីដែលខ្ញុំពេញចិត្តជាងគេគឺចំណុចនេះបាទចំណុចពាក់ព័ន្ធនឹងការចំណុចទី3ធានាការនេះចំណុចទី3គឺធានាការការពារនិងការផ្ដល់ជំនួយវិជ្ជាសាស្ត្រនិងផ្លូវចិត្តចាំបាច់ដល់ជនរងគ្រោះបាទនឹងរឿងសំខាន់ណារឿងសំខាន់ណាអញ្ចឹងឥឡូវចប់ហើយចាប់ព័ត៌មានខ្ញុំបន្ថែមយោបល់គឺសំខាន់ណាអញ្ចឹងអ្នកសារព័ត៌មានឬក៏ខាងណាក៏ដោយគួរតែទៅសម្ភាសប្រជាពលរដ្ឋទុកជាឯកសារតែម្ដងចងក្រងជាឯកសារអ្នកណាដែលប៉ះពាល់នៅយុគមិញហ្នឹងបើចងក្រងទុកជាឯកសារសម្រាប់ថ្ងៃណាមួយឬក៏ទុកឲ្យខាងអ្នកសារព័ត៌មានចងក្រងឲ្យទៅខាងគណៈកម្មការសិទ្ធិមនុស្សដើម្បីទុកប្រើពេលនៅថ្ងៃក្រោយបាទនេះជាការមួយដែលប៉ះពាល់រំខានដល់ផ្លូវចិត្តណាហ្នឹងនៅនេះគឺខ្ញុំឃើញខាងក្រសួងព័ត៌មានបាននិយាយដែរគឺតកតងហ្នឹងគេថាគឺជា noise pollution គឺជាការរំខានមួយដែលខាងសំឡេងហ្នឹងជាការបំពុលមួយដែលហ្នឹងខុសច្បាប់ដែរណាបាទអញ្ចឹងគឺឲ្យចងក្រងកន្លែងហ្នឹងបើអញ្ចឹងទី1គឺអ្នកសារព័ត៌មានទៅចងក្រងកន្លែងហ្នឹងហើយយើងត្រូវប្តឹងអញ្ចឹងហើយឥឡូវត្រឡប់មកបន្ថែមចំណុចទៀតប្រិមិត្តដែលលឺខ្ញុំបានបញ្ជាក់ដូចជាម្សិលមិញហ៎ដែលខ្ញុំថាការធ្វើសឹកឬក៏ធ្វើអីក៏ដោយគឺមិនចាំបាច់គោរពត្រូវតែគោរពតាមសភៅអញ្ចឹងហើយក៏ប៉ុន្តែអ្នកខ្លះត្រូវតែជាមេដឹកនាំឬក៏ជាមេបញ្ជាការដែលប្រកែគឺប្រើប្រាស់តាក់ទិកឬក៏យុទ្ធសាស្ត្រមួយចំនួនដែលមិនធ្លាប់មាននៅក្នុងសភៅទេនៅក្នុងក្បួនគម្ពីរទេនេះគឺជាអ្វីដែលថៃធ្វើហើយឃើញក្បួនគម្ពីរនេះអត់មានដែលចានៅក្នុងទំនាក់ទំនងកម្ពុជាថៃប្រើវិធីនេះអានឹងសម្រាប់ខ្ញុំខ្ញុំសូមនិយាយដោយប្រយ័ត្នប្រយែងនេះគឺចង់និយាយថាគាត់ចេះនឹករកឃើញវិធីថ្មីក្នុងការអនុវត្តការងារធ្វើឲ្យរំខានទៅដល់គូបដិបករបស់គាត់បាទបើទោះបីជាតាក់ទិចនេះវាមិនថ្លៃថ្នូរវាមិនសមរម្យប៉ុន្តែគឺគាត់នឹកឃើញបាទអញ្ចឹងអានឹងជាច្បាស់ជានៅក្នុងសភៅយោធារបស់គាត់ថ្ងៃក្រោយគេចាទុករបស់គាត់មួយដែរណាហ្នឹងណាបាទក៏ប៉ុន្តែយើងត្រូវធ្វើពិធីមួយដែលអត់មាននៅក្នុងសភៅវិញដែរខ្ញុំអាចប្រាប់វិញដែរតែធ្វើបានប៉ុណ្ណាខ្ញុំមិនដឹងហើយឬក៏គួរធ្វើមិនគួរធ្វើខ្ញុំមិនដឹងណាបាទខ្ញុំមានវិធីដើម្បីប្រក្រាបអត់មាននៅក្នុងសភៅចែកវិញដែរពីព្រោះយុទ្ធសាស្ត្ររបស់ថៃក៏ដឹងចិត្តសាស្ត្ររបស់ពលរដ្ឋខ្មែរគឺនៅមានអបិយជំនឿបាទនៅខ្លាចខ្មោចខ្លាចអីពេលយប់មិនសូវហ៊ានដែរបាទមិនសូវអីចឹងណាបាទគាត់ដឹងរឿងហ្នឹងគាត់វាយផ្លូវចិត្តរបស់ខ្មែរអញ្ចឹងបានន័យថាបានជាខ្ញុំពេញចិត្តចំណុច3ហ្នឹងគឺត្រូវឲ្យពេទ្យមកព្យាបាលផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទៅចងក្រងឯកសារតាក់ទងជាមួយនឹងការប៉ះពាល់ផ្លូវចិត្តរបស់កម្ពុជាណាnóសំខាន់ណាស់ចុះអ្វីដែលខ្ញុំថាអត់មាននៅក្នុងកូពីក្នុងសភៅក្បួនដាក់វិញបាទគឺថៃក៏ដូចខ្មែរដែរមិនមែនខ្លាចខ្មោចតែខ្មែរទេថៃក៏ខ្លាចខ្មោចដែរថៃខ្លាចខ្មោចពីរប្រភេទបាទគឺគេហៅថាខ្មោចតៃហោងថៃខ្លាចខ្មោចតៃហោងហើយនឹងខ្មោចមួយទៀតខ្ញុំមិនដឹងជាគេហៅថាម៉េចនៅក្នុងនេះណានៅក្នុងសូមអធិស្ឋានបាទសូមអធិស្ឋានគឺវាចូល file ច្រឡំបន្តិចបាទនេះចូលមកគឺថៃក៏ខ្លាចខ្មោចតៃហោងបាទខ្មោចតៃហោង
ហើយនឹងមួយទៀតគេថាខ្មោចប៉បរបស់វាហ្នឹងគឺខ្មោចតៃហោងហ្នឹងគឺអ្នកណាដែលគ្រោះថ្នាក់ដោយសារជំងឺដោយសារអីឡានបុកឡានអីហ្នឹងគឺក៏ខ្លាចដែរខ្មោចហ្នឹងបាទហើយនឹងខ្មោចមួយទៀតដែលស្លាប់ដោយអង្គើអយុធធម៌អីហ្នឹងបាទវាថៃខ្លាចហ្នឹងដែរអញ្ចឹងអ្វីដែលខ្ញុំថាបើសិនជាសំទោសខ្ញុំគាត់និយាយជាយោបល់ហ្នឹងណាធ្វើបានធ្វើក៏មិនធ្វើមិនធ្វើក៏កុំធ្វើណាបាទជាយោបល់របស់ខ្ញុំឯងបាទបើខ្ញុំក្តៅឈើប៉ុណ្ណេះខ្ញុំដាក់ដែរយកខ្មោចតៃហោងថៃណាក៏ដោយថតពូកនឹងមាន2ចំណុចទី1ផ្ដិតរូបនឹងឲ្យច្រើនដាក់ពេលប៉ោងប្រហោះចូលដីថៃវិញបណ្ដោយប្រជាពលរដ្ឋធ្វើកុំឲ្យរដ្ឋធ្វើដាក់ខ្មោចតៃហោងហ្នឹងប្រហោះចូលដីថៃពេលប៉ោងខ្លាចបែកធ្លាក់ទៅក្នុងទឹកដីថៃពួកនោះខ្លាចដូចអីចឹងដាក់វិញដាក់ខ្មោចតៃហោងមកខ្មោចតៃហោងថៃណាដែលស្លាប់ឬក៏ណាមកនាងណាតនាងអីហ្នឹងមកថតរូបនាងណាតពីកុនពីអីមកហ្នឹងដាក់រូបហ្នឹងវិញទៅពួកថៃអត់ដឹងថាខ្មោចណាពិតខ្មោចណាកុនទេបាទដាក់រូបហ្នឹងឲ្យច្រើនមកពេលប៉ោងមួយដាក់រូបមកដុំប្រហោះចូលដីថៃវិញតែប្រជាពលរដ្ឋធ្វើណាកុំឲ្យរដ្ឋធ្វើណាបាទហ្នឹងមួយទៀតព្រិនអារូបខ្មោចហ្នឹងពេលដែលទាហានថៃមកលើកអារូបហ្នឹងឡើងដាក់ថាវានឹងត្រឡប់ទៅគ្រួសារណែឯងវិញហើយវានឹងតាមទៅគ្រួសារណែឯងវិញហើយដាក់លើករបៀបដូចខ្មែរយើងធ្លាប់លើករូបថ្នាក់ដឹកនាំអីសម្រាប់ឲ្យជួយហ្នឹងដាក់រូបខ្មោចថៃព្រីថៃហ្នឹងដាក់ថាវានឹងតាមទៅរកគ្រួសារណែឯងវិញហើយពួកទាហានថៃហ្នឹងជំនឿណាស់ពួកទាហាននឹងជំនឿអបិយជំនឿណាស់ដាក់តែប៉ុណ្្នឹងទោះបីវាធ្វើឲ្យយប់នឹងវាដេកព្រឺក្បាលបាទពេលខ្លះថៃគាត់ប្រើអារូបតាក់ទិចយុទ្ធសាស្ត្រដែលមិនធ្លាប់មាននៅក្នុងចែងក្នុងសភៅយើងអត់តាក់ទិចតែមិនចែងក្នុងសភៅដាក់ទៅវិញប៉ុន្តែប្រជាពលរដ្ឋធ្វើវិញណាបាទនេះប៉ុន្តែខ្ញុំគាត់ជាយោបល់ទេបាទកុំមិនមែនជាការត្រូវធ្វើតែខ្ញុំនិយាយត្រូវធ្វើនឹងទេបាទកុំឲ្យមានការយល់ច្រឡំអីនេះបាទខ្ញុំគាត់លើកអញ្ចឹងទៅបើធ្វើក៏ធ្វើមិនធ្វើឲ្យទៅបាទពីព្រោះអីឬក៏អាចមានវិធីណាផ្សេងបាទវិធីណាផ្សេងពីព្រោះអីបើយើងស្ដាប់ទៅគឺការធ្វើនេះដូចអ្នកធ្វើខមមិនហ្នឹងត្រូវហើយរបៀបមើងងាយយើងហ្មងមើងងាយមើលថោកហ្មងបាទគាត់ដឹងចិត្តសាស្ត្ររបស់យើងហើយធ្វើទាំងមើងងាយមើលថោកអញ្ចឹងបានដូចនៅក្នុងក្បួនពីដើមដែលខ្ញុំមើលក្បួនស្ដេចអង់គ្លេសស្ដេចអីដែលគេសងសឹកគ្នាសម្រាប់គ្នាអីមេតបបុរាណចិនអីក៏ដោយណាគេសម្រាប់មេតបមេអីក៏គេអត់មានយកមនុស្សអីធម្មតាដែលគេយកក្បួនគេថា die with dignity ស្លាប់ដោយសេចក្តីថ្លៃថ្នូរសំបីតែកាត់កកាត់អីក៏គេយកមនុស្សមកសំទោសនិយាយពាក្យក៏ស្ដាប់ក៏គេនៅតែគោរពសាក់បនគាត់ហ្នឹងទោះបីជាសម្រាប់គាត់ក៏គេគោរពនឹងដែរគឺគេឲ្យតម្លៃមនុស្សហ្នឹងហើយពេលដែលគាត់ចែកឋានទៅក៏គេយកសពនោះទៅធ្វើអីហ្នឹងដោយគួរសមដោយការគោរពដែរហើយនៅខ្ញុំឃើញទង្វើថៃបែបនេះបាទជាការមួយប្រមាថប្រជាជាតិមួយនោះរកមិនបានហើយថោកទាបល្បិចនេះនិយាយប្រើពាក្យមួយម៉ាត់អាក្រក់ថាថោកទាបមែនតើបាទអញ្ចឹងជាមួយអ្នកថោកទាបអញ្ចឹងយើងប្រើវិធីណាមួយដែលមិនមានចែងក្នុងសភៅដូចគ្នាពួកថៃខ្លាចខ្មោចដូចគ្នាខ្មោចពិសេសខ្មោចតៃហោងវាខ្មោចតៃហោងហ្នឹងងាប់បុកឡានបុកអីនៅណាឬក៏ខ្មោចនាងណាតនាងអីដាក់រូបពេតប៉ោងប្រហោះយកដីឲ្យវិញមកប្រជាពលរដ្ឋភ័យបាទថ្ងៃហើយមកធ្វើ bulldozer យកមកនោះព្រីនរូបនោះដាក់ធ្វើដោយអាទីងម៉ងនោះដាក់ទៅ will go ដែលសំទោសនិយាយអង់គ្លេសវានឹងត្រឡប់តាមឡងគ្រួសារអ្នកឯងវិញដាក់អញ្ចឹងឲ្យវាឃើញអញ្ចឹងហ្មងបាទឥឡូវនេះយើងប្តឹងហើយប៉ុន្តែយើងយើងប្តឹងអានេះខ្ញុំនិយាយតាមគេថាមតិជាបទុជននេះជាបទុជនអ្នកធម្មតាគ្មានអ្នកយុទ្ធសាស្ត្រអ្នកអីទេគាត់និយាយលេងមកថាវាធ្វើដាក់យើងអញ្ចឹងយើងធ្វើដាក់វិញទេប៉ុន្តែមិនធ្វើក៏ធ្វើទៅបាទអរគុណណាអរគុណអញ្ចឹងសួរសំណួរសូមតែបាទអ្នកនៅណាគាត់ថាខ្មោចបងស្ដេចថៃដែលបងប្អូនសម្ដេចឡើងមុនក្រោយរីកំលេងប្រមាថទៅដល់ស្ដេចគេបាទកុំផ្ដាច់ដូចខាងថ្នាក់ដឹកនាំគាត់ថាកុំឲ្យប៉ះពាល់ទៅដល់ស្ដេចគេប៉ុន្តែគាត់ថាយើងយកចំណុចខ្សោយរបស់សៀមប្រជាពលរដ្ឋសៀមក៏ខ្លាចខ្មោចដែរទាហានសៀមមានជំនឿមន្តអាគមអ៊ំអាមនឹងជាងទាហាន
មិនចាញ់ទាហានខ្មែរប្រមាណដូចគ្នាបាទអញ្ចឹងនោះចំណុចខ្សោយរបស់គាត់ដែរដាក់ចំណុចខ្សោយវិញដល់វិធីណាខ្ញុំគាត់ថាប្រហែលទីចឹងវិញទេបាទអញ្ចឹងចាំឃើញដូចខ្ញុំបាននិយាយអញ្ចឹងនៅក្នុងការធ្វើសឹកធ្វើអីហ្នឹងមេតបដែលនឹងជាប់ក្នុងវត្តសាសហ្នឹងគឺអញ្ចឹងដូច្នេះម្នាក់មួយនៅយោធភូមិភាគ1ហ្នឹងដែលឡើងថ្មីមកហ្នឹងគឺយើងនឹងចងចាំគាត់ហ្នឹងបាទទោះបីជាមិនហើយព័ត៌មានទី2នេះគឺតាក់ទងជាមួយនឹងប្រទេសអ៊ុយក្រែនគឺលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាទីក្រុងគៀវនិងទីក្រុង Washington បានពិភាក្សាគ្នាអំពីជំហានថ្មីនៅក្នុងការជួយជំរុញប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនគឺលោក Zelensky បានថ្លែងដូចនេះនៅថ្ងៃសៅរ៍នេះបាទក្រោយពីលោកបាននិយាយថាលោកបានសន្ទនាគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកលោកបានបញ្ជាក់ថាលោកបានសន្ទនាគ្នានេះគឺមានលក្ខណៈវិជ្ជមានហើយនឹងមានលក្ខណៈផ្លែផ្កាបើនេះបើតាមការបញ្ជាក់របស់លោក Zelensky នៅតាមបណ្ដាញសង្គម X នៅថ្ងៃសៅរ៍នេះហើយលោកបានបញ្ជាក់ថាឱកាសនៃការជំរុញប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននោះគឺជាកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈហើយពេលនេះនៅមានជាក់លាក់ហើយដែលនឹងអាចធានានឹងទទួលបានហើយការដែលប្រកាសនេះគឺស្របពេលដែលរុស្ស៊ីបង្កើនការវាយប្រហារតាមអាកាសទៅលើប្រព័ន្ធធម្មពលរបស់អ៊ុយក្រែនការប្រកាសនេះកើតឡើងគឺមួយថ្ងៃក្រោយពីរុស្ស៊ីបានបាញ់ដ្រូនជាង450 drone ហើយនឹងមីស៊ីល30គ្រាប់ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន20នាក់បានរងរបួសហើយធ្វើឲ្យផ្នែកមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែនបានបាត់បង់មិនមានអគ្គិសនីប្រើហើយឥឡូវមកដល់ពេលនេះបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាគឺអាជ្ញាធរបានតអគ្គិសនីទៅដល់លំនៅឋានដែលប្រជាពលរដ្ឋចំនួន800,000នាក់វិញហើយនៅក្នុងទីក្រុងគៀវនេះបើតាមការបញ្ជាក់របស់អាជ្ញាធរបាទហើយព័ត៌មានទី3នេះគឺជាព័ត៌មានរីករាយមួយសម្រាប់ប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សាប៉ាឡេស្ទីននៅហ្គាហ្សាហើយនេះគឺលោកប្រធានាធិបតី Donald Trump ហើយនឹងប្រធានាធិបតីនៃប្រទេសអ៊ីជីបលោក Abdel Fattah al-Sisi គឺមានគម្រោងនឹងដឹកនាំកិច្ចប្រជុំកំពូលអំពីសន្តិភាពនៅក្នុងតំបន់ហ្គាហ្សាដែលមេដឹកនាំពិភពលោកជាច្រើនរូបនឹងចូលរួមផងដែរគឺកិច្ចប្រជុំនេះនឹងរៀបចំនៅថ្ងៃច័ន្ទនៅក្នុងប្រទេសអ៊ីជីបកិច្ចប្រជុំនេះគឺនៅរុស្ស៊ីណារុស្ស៊ីគឺរៀបចំនៅទីក្រុងលំហែនៃសមុទ្រក្រហមរបស់អ៊ីជីបហើយមានការចូលរួមពីមេដឹកនាំមកពីប្រទេសជាង20នេះបើតាមការឲ្យដឹងដោយប្រធានាធិបតីរបស់អ៊ីជីបលោកបានបញ្ជាក់បន្ថែមថាកិច្ចប្រជុំនេះនឹងមានគោលបំណងបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្គាហ្សាក៏ដូចជាជំរុញនៅកិច្ចខិតខំប្រឹងប្រែងសម្រាប់ឲ្យបានសន្តិភាពស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដូចជាបោះជំហានចូលទៅក្នុងយុគសម័យថ្មីនៃសន្តិសុខនៅក្នុងតំបន់និងមានស្ថិរភាពរីឯលោកអគ្គលេខាធិការអង្គការសហប្រជាជាតិគឺលោក Antonio Guterres វិញក៏បានថ្លែងថាលោកមានគម្រោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះផងដែរហើយនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសលោក Keir Starmer ក៏នឹងមានគម្រោងចូលប្រជុំហើយសមាភាគីរបស់លោកគឺនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ហើយនឹងខាងអេស្ប៉ាញលោក Pedro Sanchez ក៏មានគម្រោងនឹងចូលរួមប្រជុំផងដែរហើយប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron ក៏បានបញ្ជាក់ថាលោកនឹងចូលរួមផងដែរគឺគេនៅមិនទាន់បានដឹងច្បាស់នៅឡើយទេថាតើនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគឺលោក Benjamin Netanyahu នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះឬទេដែលឡែកមេដឹកនាំក្រុម Hamas បាននិយាយថាពួកគេនឹងមិនចូលរួមនោះទេបាទនេះគឺជាការវិវត្តថ្មីមួយទៀតអញ្ចឹងបានការសង្គ្រាមបញ្ចប់នៅលើតុចរចាប៉ុន្តែក៏ត្រូវប្រើអាវុធដើម្បីដាក់សម្ពាធនៅឲ្យតុចរចាផងដែរណាព័ត៌មានទី4នៅក្នុងកម្មវិធីនេះគឺខាងអ៊ីរ៉ង់បាទអ៊ីរ៉ង់ខាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់បានប្រកាសនៅថ្ងៃសៅរ៍នេះថាអ៊ីរ៉ង់ស្វាគមន៍សំណើនុយក្លេអ៊ែរពីសហរដ្ឋអាមេរិកបើសិនជាអាចកើតមានបានបើសិនជាសំណើនោះមានលក្ខណៈយុត្តិធម៌និងមានលក្ខណៈតុល្យភាពក៏ប៉ុន្តែលោកបានបញ្ជាក់ថាមកដល់ពេលនេះគឺទីក្រុងប្រទេសអ៊ីរ៉ង់នៅមិនទាន់បានទទួលសំណើណាមួយពីសហរដ្ឋអាមេរិក
សម្រាប់ការចរចានោះទេបាទនេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីគឺលោក Abbas Araghchi ដែលបានប្រាប់សារព័ត៌មានរបស់អ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះបាទលោកបាននិយាយថាប្រសិនបើយើងទទួលបាននៅសំណើណាមួយដែលមានលក្ខណៈសមស្របមានលក្ខណៈតុល្យភាពនិងសមហេតុសមផលពីអាមេរិកនោះក្នុងការចរចាគ្នាគឺយើងប្រកាសណាស់យើងនឹងពិចារណាអំពីសំណើនេះបាទដែលខុសពីមុនគឺប្រកាសថាចរចាជាមួយសហរដ្ឋអាមេរិកមិនបានការអ្វីនោះទេជាពិសេសជាមួយនឹងលោកប្រធានាធិបតី Donald Trump ទោះបីជាយ៉ាងណាក៏ដោយលោក Araghchi បាននិយាយថាអ៊ីរ៉ង់នឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួននៅក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះទេក៏ប៉ុន្តែលោកនឹងចាត់ត្រូវការឲ្យមានការធ្វើយ៉ាងណាចាត់វិធានការដើម្បីកសាងទំនុកចិត្តគ្នាពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិភាពហើយនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោក Araghchi បានបន្ថែមទៀតថាទីក្រុងតេហរ៉ង់និងទីក្រុង Washington បានផ្លាស់ប្ដូរសារគ្នាទៅវិញទៅមកតាមរយៈអ្នកចរចាសម្របសម្រួលសហរដ្ឋអាមេរិកសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុបហើយនឹងប្រទេសអ៊ីស្រាអែលបានចោទប្រកាន់ទីក្រុងតេហរ៉ង់ថាប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីលាក់បាំងនៅកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែអ៊ីរ៉ង់បានប្រកែកម្ដងហើយម្ដងទៀតថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងអភិវឌ្ឍនិងសន្តិភាពតែប៉ុណ្ណោះបាទចឹងឃើញយើងមើលការទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋគឺទោះបីជាមាត់មេដឹកនាំមន្ត្រីនិយាយថាមិនចរចាក៏ប៉ុន្តែក៏មានការចរចានៅពីក្រោយឆាកនឹងកើតឡើងជាច្រើនផងដែរណាបាទហ្នឹងគឺជាអត់រួចទេក្រុមអ្នកចរចាគឺឆ្លើយឆ្លងសារគ្នានឹងបាទដែលគេប្រើមនុស្សដែលគេទុកចិត្តហើយព័ត៌មានចុងក្រោយនេះបាទគឺតកតងជាមួយនឹងនយោបាយនៅក្នុងសហរដ្ឋអាមេរិកខ្ញុំយករឿងនេះមកចែកជូនប្រិមិត្តដើម្បីឲ្យដឹងពីអ្វីដែលកើតឡើងនៅសហរដ្ឋអាមេរិកគឺលោកស្រី Hillary Clinton ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏ដូចជាលោកស្រី Condoleezza Rice ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិនៅក្នុងរដ្ឋការរបស់លោក Bush បាននិយាយកាលពីថ្ងៃសុក្រថាអិសរាជជនទាំងពីររូបនេះគឺសរសើរលោកប្រធានាធិបតី Donald Trump ដែលបានសម្របសម្រួលដោយជោគជ័យនៅជំហានទី1ដែលឲ្យមានបទឈប់បាញ់គ្នាជាមួយនឹងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់កាហ្សាលោកស្រី Clinton បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន CBS News ដែលថ្លែងដូចនេះក្នុងពេលបទសម្ភាសន៍កាលពីថ្ងៃសុក្របាទលោកស្រីបានបន្ថែមថារឿងដែលសំខាន់នោះគឺត្រូវសង្ឃឹមថាចំនួននេះនឹងបញ្ចប់ហើយឲ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយបាទនៅក្រៅកិច្ចព្រមព្រៀងបច្ចុប្បន្ននេះគឺយោធាអ៊ីស្រាអែលនឹងត្រូវដកចេញពីក្នុងតំបន់ហ្គាហ្សាមកទៅដល់ព្រំដែនមួយដែលគេបានព្រមព្រៀងគ្នាហើយបញ្ឈប់ការវាយប្រហារដោយយោធារបស់ខ្លួនក្នុងពេលនោះដែរគឺដោះលែងអ្នកទោសរបស់ប៉ាឡេស្ទីនប្រមាណ 2000 នាក់រីឯជាការដោះមកវិញគឺក្រុមហាម៉ាស់នឹងដោះលែងចាប់តាប់ខ្មាំងទាំងអស់ទាំងអ្នកដែលនៅរស់រានមានជីវិតនិងអ្នកដែលបានស្លាប់បាត់បង់ជីវិតបាទហើយលោកត្រាំគឺជាអ្នកដែលចរចាសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងនេះដែលបានបញ្ចប់បាទហើយគឺបានន័យថាអាចនឹងឲ្យតំបន់កាហ្សានេះទៅក្រោមការត្រួតត្រារបស់អង្គការដែលឯករាជ្យមួយមើលការខុសត្រូវដោយគ្មានក្រុមហាម៉ាស់នោះទេរីឯលោកស្រី Condoleezza Rice វិញក៏បានប្រាប់ទូរទស្សន៍ CBS News នោះផងដែរថាគឺមានលោកស្រីទន្ទឹមនឹងសរសើរលោក Trump លោកស្រីដោយបញ្ជាក់ថានៅមានកិច្ចការជាច្រើនទៀតដែលនឹងត្រូវធ្វើដើម្បីឲ្យបានសម្រេចបានជោគជ័យនេះក៏ប៉ុន្តែលោកស្រីគឺបានបញ្ជាក់ថាវាជាដំណាក់កាលមួយដែលសំខាន់ណាស់ដែលអាចនឹងឈានទៅដល់ជោគជ័យបានបាទនេះខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺបានន័យថាលោកស្រី Condoleezza Rice ជាទីប្រឹក្សាសន្តិសុខនៅក្នុងរដ្ឋការរបស់លោក Bush ហើយក៏មិនសូវជាចូលចិត្តលោក Trump ប៉ុន្មានដែររីឯលោកស្រី Clinton ប្រិយមិត្តដឹងហើយគឺជាគូប្រកួតប្រជែងជាមួយនឹងលោក Donald Trump សម្រាប់តំណែងប្រធានាធិបតីហើយថែមទាំង
មានរឿងមិនសូវសប្បាយចិត្តនឹងគ្នាក៏ប៉ុន្តែនៅពេលដែលការងាររបស់លោកប្រធានាធិបតី Donald Trump ធ្វើបានជោគជ័យគឺអិសរាជជនទាំងពីរនេះគឺសរសើរគ្នាទៅវិញទៅមកនេះឯងជានយោបាយរបស់សហរដ្ឋអាមេរិកបាទគឺផលប្រយោជន៍ប្រទេសជាតិជាធំបាទការគុំគួនគេអាចនឹងទុកនៅមួយដលែកមកជារឿងផ្សេងពីគ្នាណាបាទនេះជាគំរូដែលអ្នកនៅសហរដ្ឋអាមេរិកបើយើងបាននៅសហរដ្ឋអាមេរិកគួរតែរៀនសូត្រមើលតាមគេអញ្ចឹងបាទខ្ញុំមិនមែនតែសារខ្ញុំនៅអាមេរិកខ្ញុំបានរៀនសូត្រហ្នឹងវាជាការពិតខ្ញុំរៀនសូត្រក៏ប៉ុន្តែចរិតខ្ញុំតាំងពីដើមមកខ្ញុំមិនប្រឈមមុខជាមួយអ្នកណាទេបើថាមានរឿងអីថាខ្ញុំដើរចេញទៅប៉ុណ្ណឹងបាទហើយបើសិនជាគេធ្វើបានល្អយើងសរសើរបើគេធ្វើមិនបានល្អយើងនេះបើយើងថាយើងធ្លាប់និយាយខុសគឺយើងថាយើងនិយាយខុសបាទយើងត្រូវតែទទួលស្គាល់អញ្ចឹងដើម្បីជាការមួយលើកទឹកចិត្តគ្នាទៅវិញទៅមកផងដែរព័ត៌មានទី6នេះបាទព័ត៌មានទី6នេះគឺពាក់ព័ន្ធជាមួយនឹងការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលនៅពេលនេះគឺឈានចូលទៅដល់សប្តាហ៍ទី3ហើយនៅតែមិនទាន់មានការឯកភាពគ្នាថានឹងបើករដ្ឋាភិបាលនៅពេលណានោះទេក្នុងអំឡុងពេលនេះដែរគឺលោកប្រធានាធិបតី Donald Trump នៅថ្ងៃសៅរ៍នេះបានថ្លែងថារដ្ឋាភិបាលនឹងបើកប្រាក់ឲ្យយោធាក្នុងអំឡុងពេលដែលរដ្ឋាភិបាលបិទទ្វារនេះដែលលោកបានបញ្ជាទៅក្រសួងការពារជាតិឲ្យយកថវិកាដែលប្រើប្រាស់សម្រាប់ការងារផ្សេងនោះមកបើកប្រាក់ខែឲ្យយោធារបស់សហរដ្ឋអាមេរិកវិញហើយនៅក្នុងការបង្ហោះតាមបណ្ដាញសង្គមរបស់លោកគឺលោក Trump បាននិយាយថាលោកនឹងប្រើប្រាស់អំណាចជាប្រធានាធិបតីក្នុងជាអគ្គមេបញ្ជាការរបស់កងទ័ពឲ្យលោករដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនេះប្រើប្រាស់ថវិកាដែលមាននៅសល់នេះដើម្បីបើកប្រាក់ខែទៅដល់ទាហាននៅថ្ងៃទី15ខែតុលានេះនៅពេលដែលដល់ពេលកំណត់ដែលត្រូវបើកប្រាក់បៀវត្សលោកនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមនេះលោក Trump មិនបានបញ្ជាក់ច្បាស់ថាតើយោធានឹងបន្តទទួលបានប្រាក់ថែមទៀតឬយ៉ាងណាក្រោយពីថ្ងៃពុធទី15ខែតុលានេះបាទបើសិនជារដ្ឋាភិបាលនៅតែបន្តបិទទ្វារថវិកាដែលនឹងយកមកបើកប្រាក់បៀវត្សឲ្យយោធាក្នុងអំឡុងពេលបិទរដ្ឋាភិបាលនេះគឺនឹងយកមកពីថវិកាដែលនៅសល់គឺដែលប្រើប្រាស់សម្រាប់ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍដែលសភាបានអនុញ្ញាតឲ្យកាលពី2ឆ្នាំមុនហើយមិនទាន់បានប្រើប្រាស់ទេនេះបើតាមអ្នកនាំពាក្យការិយាល័យគ្រប់គ្រងនិងថវិការបស់សេតាវិមានមន្ត្រីបង់តកនម្នាក់មួយរូបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាថវិកានោះគឺមានចំនួន$8,000 លានដែលមិនទាន់បានអនុញ្ញាតឲ្យប្រើនៅលើចំណុចណាមួយកាលពីឆ្នាំសារពើពន្ធមុនហើយនឹងត្រូវប្រើប្រាស់សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិកយោធានៅថ្ងៃទី15ខែតុលានេះបាទនេះជារឿងខាងការពិជាតិប៉ុន្តែខ្ញុំឆ្ងល់ដែរខ្ញុំការពិតខ្ញុំ follow ដែរអត់ឲ្យធ្វើការប៉ុន្តែស្រាប់តែលុយខ្ញុំចូលមកតាំងពីថ្ងៃម្សិលមិញបាទបើកប្រាក់ខែតាំងពីថ្ងៃម្សិលមិញថ្ងៃសុក្រគឺខ្ញុំទទួលបានដែរមិនដឹងជាលុយយ៉ាងម៉េចខ្ញុំមិនដឹងដែរសួរគ្នាផ្អើលទៅវិញទៅមកដែរពីព្រោះវាទៅថ្ងៃហ្នឹងវាត្រូវពួកខ្ញុំគេថា riff ប្រជុំហ្នឹងគឺអាលុយដែលបើកឲ្យហ្នឹងគឺអា sovereign pay អាលុយដែលប្រាក់បំណាច់ដែលយើងធ្វើការហ្នឹងទេប៉ុន្តែចូលមកសម្បត្តិអត់ឲ្យថាយើងអត់ឲ្យឈប់ទេប៉ុន្តែស្រាប់តែប្រាក់ខែចូលធម្មតានៅក្នុងកុងធនាគារម្សិលមិញអញ្ចឹងឥឡូវចាំមើលឥឡូវខាងទាហានសង្ឃឹមថាពួកគាត់បើកបានដែរអញ្ចឹងរឿងថាម៉េចបាទបើកាលណាយើងបានប្រាក់ខែពួកនេះមក paycheck 2សប្តាហ៍paycheck 2សប្តាហ៍អញ្ចឹងបានន័យថាអាចបិទរដ្ឋាភិបាល2សប្តាហ៍ទៀតតទៀតក៏បានដែរអាហ្នឹងរឿងយ៉ាងម៉េចទៅណាបាទនេះជាព័ត៌មានទី1ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នា